តោះយើងមកមើលបន្តទៀតនៅលំហាត់ទី26 conditional formatting អញ្ចឹងសំណួរទី1គេសួរថាចូលដាក់ពណ៌សិស្សមកពីអ្នកយ៉ាងបាទដាក់ពណ៌សិស្សមកពីអ្នកយ៉ាងអញ្ចឹងបើយើងអង្គុយ select ឧទាហរណ៍ថាយើងអង្គុយ select អ្នកយ៉ាងដាក់ពណ៌អ្នកយ៉ាងដាក់ពណ៌អញ្ចឹងច្រើនតារាងច្រើនមនុស្សយើងធ្វើមិនអានេះតិចទេតែបើច្រើនយើងធ្វើមិនអញ្ចឹងយើងអត់ធ្វើបែបហ្នឹងទេយើងធ្វើតាមវិធី conditional formatting មានថាយើងចាក់ពណ៌ដោយមាន condition ដោយមានលក្ខខណ្ឌអញ្ចឹងយើង select វាមកបាទ select វាទាំងអស់ហ្នឹងមកហើយយើងចូលទៅក្នុង conditional formatting បាទបន្តមកទៀតយើងយក highlight cell rule ហើយនៅកន្លែងនេះយើងប្រែតាមហ្នឹងមកណាបាទអញ្ចឹងមានធំជាងប្រមាណតូចជាងប្រមាណចន្លោះពីប្រមាណស្មើប្រមាណមានផ្ទុកដោយផ្ទុកអក្សរអីគេបាទអញ្ចឹងយើងយកអាហ្នឹងមកហើយយើងវាយពាក្យថា net យ៉ាងចូលអញ្ចឹងវាយ net យ៉ាងចូលហើយនេះហើយរើសពណ៌អញ្ចឹងពណ៌វាមានឲ្យរើសស្រាប់ក៏មានដែរកំណត់ខ្លួនឯងក៏បានអញ្ចឹងអានេះពណ៌ស្រាប់ហើយបើចង់កំណត់ខ្លួនឯងយើងយកខាងក្រោមគេហើយចូលទៅ fill រើសពណ៌មកបាទរើសពណ៌ណាដែលយើងចង់បានហើយអូខេអញ្ចឹងខ្ញុំសម្រេចថារើសពណ៌ទៅក្រូចហ្នឹងអូខេអញ្ចឹងយើងឃើញថា net យ៉ាងគឺសិស្សដែលមកពី net យ៉ាងចេញពណ៌អាហ្នឹងមកបាទអានេះយើងអាចឆ្នៃបានឧទាហរណ៍ថាអ្នកមានអវត្តមានចេញពណ៌អីអ្នកច្បាប់ចេញពណ៌អីអ្នកមករៀនចេញពណ៌អីពេលយើងធ្វើតារាងអវត្តមានឆ្នៃតាមនឹងបានអូខេអញ្ចឹងសំណួរទី2គឺសួរថាចូលដាក់ពណ៌អ្នកដែលមានអាយុច្រើនជាង20អញ្ចឹងយើងប្រើលក្ខខណ្ឌ greater than បាទអញ្ចឹង select មកចូលទៅកន្លែងដដែលហើយយើងយកលើគេបាទ greater than ធំជាងអញ្ចឹងគេច្រើនជាង20យើងវាយលេខ20មកហើយរើសពណ៌មកបាទអញ្ចឹងរើសពណ៌ green អូខេអញ្ចឹងយើងវាយជាងសាកវាយចូលមកនេះបើខ្ញុំវាយលេខ30វាចេញពណ៌ដែរណាអញ្ចឹងកន្លែងណាដែលយើងវាយបញ្ចូលលេខលើ20គឺបានចេញពណ៌បើត្រឹម20អត់ចេញទេអូខេសំណួរទី3ចូលដាក់ពណ៌អ្នកដែលមកលើកទី1អញ្ចឹងអ្នកដែលមកចូលរួមលើកទី1ហ្នឹងចេញពណ៌ដែរអញ្ចឹងយើង select កន្លែងហ្នឹងមកយើងយកណាអញ្ចឹងគេឲ្យយើងកន្លែងនេះគេឲ្យយើងប្រើ equal វាថាអ្នកដែលមកលើកទី1យើងយកលក្ខខណ្ឌ equal បាទអញ្ចឹងម្ដងទៀតequal មួយនេះបាទ equal to ហើយយើងវាយលេខ1មកអញ្ចឹងលេខ1គឺចេញពណ៌ហើយអូខេចំណុចចុងក្រោយចូលដាក់ពណ៌តាមកម្រិតពេញចិត្តនេះឧទាហរណ៍ថាពេញចិត្តច្រើនចេញពណ៌ពេញហ្នឹងទៅបើចេញពេញចិត្តពាក់កណ្ដាលចេញ50ពាក់កណ្ដាលហ្នឹងទៅបើទៀបចេញពណ៌ទៀបហ្នឹងទៅអញ្ចឹងគេធ្វើម៉េច select កន្លែងហ្នឹងមកទៅកន្លែងដដែលតែកន្លែងនេះគេឲ្យយើងប្រើនេះ data bar នេះបាទអញ្ចឹងរើសពណ៌ណាដែលយើងស្រឡាញ់មកចង់បានអាមួយណាអញ្ចឹងខ្ញុំចង់បានអាស្ដើងយកលើបាទហើយយើងអាចដាក់ icon set ថែមទៀតកន្លែងនេះបាទរើសយកនិមិត្តសញ្ញាណាមួយយើងចង់បានអញ្ចឹងខ្ញុំយកទី2នេះអូខេអញ្ចឹងមេរៀនតទៅនឹង conditional formatting គឺមានប៉ុណ្ណឹងជួបគ្នានៅលំហាត់ក្រោយ